Vàថ្ងៃនេះខ្ញុំនឹងដាក់វាំងនននៅប្រអួចខាង living room នេះដោយសារកូនខ្ញុំបើនេះណែគាត់លពឹសពេកគាត់មកហែកអាណាំងនេះពីដើមមកខ្ញុំមិនដែលតាំងចិត្តថាដាក់វាំងននទេដោយសារយើងធ្វើម្ហូបខ្មែរម្ហូបអីទៅវាក្លិនណាបាទអញ្ចឹងទៅពេលណាក្លិនវាជាប់នឹងវាំងននអញ្ចឹងក្នុងផ្ទះវាមិនមានខ្យល់អីចេញចូលដូចស្រុកខ្មែរយើងនឹងទេប៉ុន្តែថ្ងៃនេះខ្ញុំសម្រេចដាក់វាំងននបាទដោយសារកូននឹងចេះមកទាញហែកអស់អញ្ចឹងបាទហើយគាត់លពឹសគាត់រាយបាទហើយក្អីនេះអញ្ចឹងដែរជាតុកសម្រាប់កូនគាត់បងគាត់រៀនហើយគាត់មកលេងអញ្ចឹងគាត់ឡើងជីកលើអញ្ចឹងទៅគាត់ធ្លាក់ដួលមកអីចឹងទៅសំណាងដែលវាមិនបានបោកក្បាលនឹងជ្រុងនេះបាទលពឹសណាស់បើគេនេះសំបីតាកៅអីតុកបាយនេះក៏ពួកខ្ញុំដាក់បដួលបាទកុំឲ្យគាត់នឹងឡើងកាលណាគាត់ឡើងឈរឬក៏ឡើងទៅលើកៅអីហ្នឹងតាដួលបោកក្បាលនឹងការ៉ូនេះហើយបាទអញ្ចឹងបានណាឆ្អឹងក្បាលក្មេងទៅបានណា27ខែវាស្រួយកាលណាដួលអីទៅវាអាចគ្រោះថ្នាក់ដល់ខួរក្បាលអីចឹងទៅអញ្ចឹងបដួលទាំងអស់បាទសំបីអានេះចឹងត្រង់ហ្នឹងសាចងតែចឹងគាត់បើកហើយគាត់បោចចោលតិចតិចអស់បាទមេលពឹសបាទថតតុកថតទូទៅចងហើយផែនត្រីនេះក៏ដាក់កលឹះដែរបាទបើមិនដាក់ទេគាត់បើកមកក៏រើខ្ទេចខ្ទីអស់នេះគឺគ្រឿងកំប៉ុងគ្រឿងអីណាបាទកាលណាយើងមិនប្រយ័ត្នទេគាត់រើធ្លាក់លើជើងលើអីទៅខូចដៃខូចជើងអស់កញ្ចក់ជើងហើយតុកបាយយ៉ាងតុកcounter ចឹងដែរសដាក់កលឹះយ៉ែបាទគាត់បើកមកតបនេះអញ្ចឹងយើងមនុស្សចាស់យើងចុចអានេះទៅបើកបានបាទអាហ្នឹងអញ្ចឹងណាបាទអញ្ចឹងគាត់លពឹសពឹសមែនតើគាត់ដើរបោចពេញអាហ្នឹងហើយមើល living room គាត់រាយបាទអញ្ចឹងខ្ញុំត្រូវដាក់វាំងននថ្មីបាទសោតផ្ទះដោយសារ